បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបន្តការងាររបស់យើងដែលត្រូវ ASX remote ចូលទៅក្នុង server របស់យើងនៅក្នុង VM របស់យើងដំបូងគឺយើងត្រូវចូលទៅក្នុង VM របស់យើងដែលមាន Ubuntu server ហ្នឹងហើយយើងវាយយើង update ពីមុន sudo apt update នៅពេលដែលយើង update នេះហើយនេះខ្ញុំ update ហើយយើងអាចវាយ sudo apt install ssh ណា open ASX server ហើយនៅពេលដែលយើង install អាហ្នឹងហើយនេះតែថាខ្ញុំបាន install ហើយខ្ញុំសុំ cancel វាចោលហើយតោះមកយើងត្រូវ enable វាយើងគ្រាន់តែវាយ systemctl start ASX មកវានឹង start ហើយតោះមកយើងអាចវាយ sudo systemctl starter ASX មកនេះយើងឃើញបាន server យើងគឺវា running ហើយនៅពេលដែលវា running អញ្ចឹងយើងត្រូវ allow firewall របស់វាគឺ sudo ufw a allow sh អានេះវាបាន allow sh របស់យើងហើយតោះមកយើងអាចវាយ ipaddr មកយើងនឹងឃើញ IP address របស់យើងនេះគឺលេខ 192.168.222.124 ហ្នឹងតែពេលដែលយើងបានហើយយើងអាចចូលទៅក្នុងPowerShell របស់យើងនៅក្នុង PowerShell របស់យើងទំពុកយើងត្រូវវាយ command .usl install នេះដើម្បី install នេះហ្នឹងប៉ុន្តែខ្ញុំបានវាយហើយអញ្ចឹងយើងអាច remote ចូលទៅក្នុង server យើងតែម្ដងដោយយើងប្រើ command asa ហើយយើងវាយ username របស់យើង search bot ហ្នឹង add ហើយលេខរបស់យើង 192 IP របស់យើងហ្នឹង 168.222.128 យើងវាយហើយវាទាមទារ password យើងអាចដាក់ password យើងហើយមកនេះយើងបាន remote ចូលទៅក្នុង server យើង success ហើយឥឡូវយើងអាចវាយ who am I នេះស្រេចមកសម្រាប់ការងាររបស់យើងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការមើលវីដេអូនេះ